ខ្ញុំថាប្រសិនបើបងប្អូននៅជឿហ៊ុនម៉ាណែតណារឿងទី1ដីស្រែនៅប្រទេសកម្ពុជាដីនៅប្រទេសកម្ពុជាយើងមិនមែនឆ្នាំ2050រីចម្រើនទេឆ្នាំ2050នៅសល់តែថ្មទេបងប្អូននិយាយថាមើលមកសើតែអស់ទៀតអស់ឈើអស់ធនធានធម្មជាតិសល់តែថ្មទេទី1ទី2យើងពិបាកស្រមៃឃើញអំពីការសល់ធនធានមនុស្សកម្រិតបច្ចេកទេសដើម្បីជួយសង្គមខ្លាំងណាស់ពីព្រោះក្នុងស្ថានភាពបច្ចុប្បន្នយុវជនយើងជិត 50% ទៅហើយពាក់ព័ន្ធនឹងគ្រឿងញៀនអានេះរបាយការណ៍ដែលគេរកឃើញណាអាគេរកមិនឃើញមិនដឹងប្រមាណហើយបើនៅក្នុងគុកវិញណាខ្ញុំប៉ាន់ប្រមាណថាយ៉ាងតិច 80% ពាក់ព័ន្ធនឹងគ្រឿងញៀនមានអ្នកជាប់គុកជាមួយខ្ញុំថាបងឯងប៉ាន់ប្រមាណ 80% នឹងខុសហើយគាត់ថា 90% យ៉ាងតិចតែខ្ញុំប៉ាន់ប្រមាណថា 80% ទៅចុះគឺគ្រឿងញៀនដូច្នេះវិបត្តិគ្រឿងញៀននេះធំមកវិបត្តិគ្រឿងស្រវឹងធំអញ្ចឹងឆ្នាំ2050អ្វីដែលយើងសល់គ្រឿងញៀនសល់គ្រឿងស្រវឹងកនឡងយ៉ាងខ្លាំងធនធានមនុស្សយើងមិនសូវមានទេអាហ្នឹងបើយើងនៅបន្តជឿហ៊ុនម៉ាណែតទី3អ្វីដែលប្រជាពលរដ្ឋខ្មែរសល់ធំបំផុតគឺបំណុលហើយបំណុលនេះមិនមែនជាបំណុលធម្មតាទេបំណុលវ៉ាន់កបំណុលចងកបំណុលសម្រាប់ខ្លួនច្រើនណាបំណុលមួយទៀតដែលបងប្អូននឹងពិបាកប៉ាន់ប្រមាណហើយគឺបំណុលរបស់រដ្ឋរបស់យើងនៅពេលនេះជំពាក់បរទេសប្រមាណ$10,000 លានហើយក្នុងនោះប្រមាណ 50% ចិន2050មិនមែនយើងរីកចម្រើនទេ2050ប្រទេសនានាដែលយើងជំពាក់បំណុលគេនឹងសាររើហើយសងបំណុលគេប្រទេសខ្មែរដីនៅសល់តែដុំថ្មសល់តែគ្រឿងញៀនសល់តែគ្រឿងស្រវឹងហើយយើងត្រូវសងបំណុលគេទៀតយើងរត់រួចទេយើងរត់រួចអត់ទី4ខ្ញុំសូមនិយាយដោយខ្លីមួយចុះប្រមាណម៉ាត់ទេអ្វីដែលយើងសល់គឺជនអន្តោប្រវេសន៍ខុសច្បាប់កាន់តែច្រើននិងកាន់តែមានអំណាចហើយបងប្អូននឹងសល់រឿងមួយដែលជាការប៉ះពាល់ដល់អាយុជីវិតជាតិកម្ពុជាហ៊ុនម៉ាណែតទៅចិនមុននឹងហ៊ុនម៉ាណែតទៅចិនហ៊ុនសែនបានទៅស្រុកវៀតណាមនៅក្នុងនោះមានរឿងមួយច្បាស់វៀតណាមបានស្នើឲ្យហ៊ុនសែននេះអនុញ្ញាតឲ្យបង្កើតសមាគមវៀតណាមនៅទូទាំងប្រទេសគឺគ្រប់ឃុំគ្រប់សង្កាត់គ្រប់ស្រុកគ្រប់ខណ្ឌគ្រប់ក្រុងគ្រប់ខេត្តគ្រប់រាជធានីនៅទូទាំងប្រទេសដល់គ្រប់ឃុំសង្កាត់ហើយនៅតាមតំបន់ណាក៏ដោយសមាគមវៀតណាមនៅសង្កាត់ណាគ្រប់គ្រងរដ្ឋបាលមានឥទ្ធិពលបញ្ជារដ្ឋបាលសង្កាត់ហ្នឹងសមាគមវៀតណាមនៅឃុំណាមានសមត្ថភាពមានឥទ្ធិពលបញ្ជារដ្ឋបាលឃុំហ្នឹងហើយសមាគមវៀតណាមនីមួយនៅទូទាំងប្រទេសរបស់គេហ្នឹងគឺគេមានរចនាសម្ព័ន្ធរដ្ឋបាលរចនាសម្ព័ន្ធសន្តិសុខនិងសេដ្ឋកិច្ចពាណិជ្ជកម្មបូកនឹងការផ្សព្វផ្សាយវប្បធម៌វៀតណាមដូច្នេះបងប្អូនបើសិនជាយើងមិនប្រយ័ត្នទេសល់រឿងទាំងអស់ហ្នឹងមិនមែន2050យើងរីកចម្រើនទេដូច្នេះអ្នកទាំងឡាយណាដែលនៅជឿហ៊ុនម៉ាណែតដែលទៅគម្រាមកំហែងអ្នកដែលចង់បានយុត្តិធម៌គួរគិតឡើងវិញទៅគួរគិតម្ដងទៀតខ្ញុំមិនមែនជាអ្នកបដាវទេប៉ុន្តែជូនទិដ្ឋិកទិន្នន័យនិងការវិភាគឲ្យបងប្អូនគិតឡើងវិញអរគុណច្រើនចាសូមអរគុណលោកកឹមសុខ